một ôn nơi càng cao khnom nhom ní cứ chi yun ho đạiផលិតដោយសហរដ្ឋអាមេរិកមានឈ្មោះថា F4C តាមពីចំនួន F4C Fighter Bomber Phantom 2មានកៅអី pilot ចំនួន2ហើយខ្ញុំឲ្យមើលគ្រាប់ដែលសណ្ដោងនៅខាងក្រោមយន្តហោះនេះនេះគ្រាប់នេះស្តៀងនឹងគ្រាប់ដែលថៃទម្លាក់លើកម្ពុជាក្នុងសង្គ្រាមប្រហែលថ្ងៃកន្លងមកនេះដែលគ្រាប់មិនទាន់ផ្ទុះនៅទឹកថៃទម្លាក់មកនេះរៀងស្តៀងដូចគ្នាហ្មងគ្រាន់តែអានោះធំជាងអញ្ចឹងអានេះរៀងទូជាងនេះដោយសារតែនេះផលិតមុនគ្រាប់វានេះពណ៌ខាងនេះ3ខាងនោះ3ទៀតទម្លាក់មកគ្រាប់នេះគឺភូមិបងប្អូនហើយធំណាស់ហើយយន្តហោះនេះតាំងពីជំនាន់ S4 នោះវាយូរដែរហើយក៏ប៉ុន្តែឥឡូវអាមេរិកផលិតដល់ S35 S22 ហ្នឹងដល់ពេលនេះហើយយន្តហោះនេះមានប្រវែង17ម៉ែត្រស្លាប11 2ចេះពីមុខទៅក្រោយចេះ17ម៉ែត្រទៅតឹងស្លាបទៅខាងនោះមានប្រវែង11ម៉ែត្រហើយនឹងកម្ពស់5ម៉ែត្រកម្ពស់នោះរាប់ចាប់ពីនោះទៅកម្ពស់រយៈកម្ពស់5ម៉ែត្រទម្ងន់2តោនជាងធំដែរមើលចេះទូចទេតែយើងមកមើលចិត្តទៅមិនដឹងថាធំយើងមើលពីខាងហើយខ្ញុំឲ្យមើលម៉ាស៊ីនខាងក្រោយឲ្យស្លាបនឹងគាត់ស្លាបដៃសុតធំណាស់ប្រើប្រាស់អ្នកបជា2នាក់ pilot 2នាក់ហើយមើលនេះម៉ាស៊ីនផ្នែកខាងក្រោយវាគឺគេបិទហើយគឺគេបិទអញ្ចឹងណានេះសិនវា2អញ្ចឹងយីដល់ពេលចូលនិវត្តទៅគឺគេយកមកដាក់តាំងនៅសារមន្ទីរដើម្បីឲ្យប្រជាជនគេទស្សនាណែខាងនេះក៏យន្តហើយខ្ញុំចង់ឲ្យមើលបងប្អូនឲ្យមើលគ្រាប់ដូចគ្នាអត់ដូចដែរយន្តហោះយុធាថៃទម្លាក់មកលើកម្ពុជាដែលក្រុមតនទុះនេះមើលដូចគ្នាមែនតើហ្មងបងមើលនេះគ្រាន់តែនោះវាវែងវាធំហើយវែងជាងនេះខ្លីដែរនេះគ្រាប់វាប្រហែលប៉ុន្មានប្រហែលជា2ម៉ែត្រដែរហើយ3គ្រាប់នេះបងប្អូនណាទម្លាក់ទៅចំផ្ទះមុខខ្ទេចខ្វិលនេះផ្ទះទំហំ20ម៉ែត្រការ៉េខ្ទេចខ្វិលពួកគ្រាប់វាធំណែអញ្ចឹងណានេះកន្លែងនេះកន្លែងខ្យល់បុកចូលទៅចូលម៉ាស៊ីនទៅម៉ាស៊ីនចេញរុញចូលទៅខាងនោះអង្គទូចមួយកង់ដៃសុកចាយវិញអត់ទាស់អូចុកដៃហើយបងប្អូនទស្សនាវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងបងប្អូនចាំខ្ញុំថតចែកជូនបងប្អូនទស្សនាច្រើនហើយខាងនេះមកគ្រឿងទៀតអានេះរូបរាងស្តៀងគ្នាដែរការខ្ញុំមកមុនអានេះដូចអត់ឃើញមានទេអានេះស្អីគេអានេះមិនមែនគ្រាប់ទេនេះស្ដើងដែរមិនមែនគ្រាប់ទេអានេះអានោះ S4C អានេះ S4D អូតកូល S ដូចគ្នាតែខុសអក្សរមានកៅអីផលិត2ដូចគ្នាកៅអីផលិត2ដូចគ្នារូបរាងស្តៀងគ្នាចឹងមិនតកូល S ដូចគ្នាចឹងណាតែនេះដូចជាធំជាងអានេះ2អរគុណបងប្អូនសម្រាប់ការទស្សនាកុំភ្លេចជួយ share ចែករំលែកម្នាក់មួយផងនេះអានេះគេបិទម៉ាស៊ីននេះបាត់ហើយម៉ាស៊ីននេះកាច់ចេះកន្លែងផលិតទូចយន្តហោះសម័យមុនទូចទេតែឥឡូវយន្តហោះទំនើបធំខ្ញុំនិយាយពីយន្តហោះបន្តិចបច្ចុប្បន្ននេះកងទ័ពអាកាសរបស់កូរ៉េគឺខ្លាំងមែនទែនបងប្អូនហើយមានយន្តហោះចម្បាំងផលិតខ្លួនឯងទំនើបហើយនិងយន្តហោះចម្បាំងដែលនាំចូលពីអាមេរិកទំនើបដូចជា S35 ឯជាដើមហើយទំនើបខ្លាំងមែនទែនហ្មងកូរ៉េខ្លាំងហ្មងកងទ័ពនេះកងទ័ពកម្លាំងយោធារបស់កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ6លេខ7រហូតបដំប្រសងអញ្ចឹងឆ្នាំនេះជាប់លេខ6ឆ្នាំក្រោយជាប់លេខ7អញ្ចឹងទៅបដំប្រសងគ្នា
nè hai mươi đi mưa hai អរគុណបងប្អូនសម្រាប់ការទស្សនាកុំភ្លេចជួយ share ចែករំលែកជប់ខ្ញុំបាននៅវីដេអូក្រោយទៀតបាយ